ថាការចោះរៀបចំសណ្ដាប់ធ្នាប់អនាម័យបរិស្ថានស្ដាប់ទៅហាក់វាងាយស្រួលណាស់ប៉ុន្តែនៅពេលដែលចោះអនុវត្តក្នុងនាមអាជ្ញាធរត្រូវប្រកាសផងចេញលិខិតសេចក្តីជូនដំណឹងផងធ្វើយ៉ាងណាបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកបានជ្រាបជាដំណឹងនិងចូលរួមសហការជាមួយអាជ្ញាធររបស់យើងនាថ្ងៃសៅរ៍5រោចខែមីងឆ្នាំម្សាញ់សប្តិស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី7ខែកុម្ភៈឆ្នាំ2026វត្តមានលោកចិនមុនធឿនអភិបាលនៃគណៈអភិបាលខណ្ឌរិស័យកែវបានដឹកនាំក្រុមការងារនៃរដ្ឋបាលខណ្ឌផ្ទាល់ចុះសម្អាតបរិស្ថានដោយផ្ទាល់នៅតាមដងផ្លូវសាធារណៈនិងចំណុចគោលដៅសំខាន់ៗក្នុងមូលដ្ឋានសកម្មភាពចម្បងក្នុងយុទ្ធនាការរួមមានការអនាម័យជុំវិញមណ្ឌលសុខភាពចុះបោសសម្អាតនិងប្រមូលកាកសំណល់នៅបរិវេណជុំវិញមណ្ឌលសុខភាពមន្ទីរពេទ្យសម្ដេចឪដើម្បីធានាបាននៅបរិស្ថានសុខាភិបាលដែលស្អាតនិងមានសុវត្ថិភាពសម្រាប់អ្នកជំងឺនិងអ្នកមកទទួលសេវាការរៀបចំផ្លូវថ្មើរជើងកាប់ឆ្ការមែកឈើដែលបាំងផ្លូវនិងសម្អាតដីខ្សាច់លើចិញ្ចើមផ្លូវថ្មើរជើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងកាត់បន្ថយការហុយដីក្នុងឱកាសនោះលោកអភិបាលខណ្ឌបានមានប្រសាសន៍សង្កត់ធ្ងន់ថាការថែរក្សាអនាម័យបរិស្ថានមិនមែនជាភារកិច្ចដាច់ដោយឡែករបស់អាជ្ញាធរនោះទេប៉ុន្តែវាគឺជាកាតព្វកិច្ចនិងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នារដ្ឋបាលខណ្ឌរិស័យកែវសូមសម្ដែងនូវការអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការនិងសូមបន្តលើកទឹកចិត្តឲ្យមានការទុកដាក់សម្រាមក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវដើម្បីប្រែក្លាយខណ្ឌរបស់យើងឲ្យមានសោភ័ណភាពស្រស់បំព្រងនិងមានបរិស្ថានរស់នៅប្រកបដោយផាសុកភាពជាទីបញ្ចប់លោកចិនមុនធឿនអភិបាលនៃគណៈអភិបាលខណ្ឌរិស័យកែវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខណ្ឌមេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាអនាម័យបរិស្ថានដោយត្រូវវេចខ្ចប់និងទុកដាក់សម្រាមនៅមុខផ្ទះឲ្យបានត្រឹមត្រូវតាមម៉ោងពេលដើម្បីរងចាំរថយន្តប្រមូលសម្រាមមកដឹកចេញនិងលើកកម្ពស់សោភ័ណភាពមូលដ្ឋានយើងឲ្យកាន់តែស្រស់បំព្រង។